សាក់និយាយអ្វីមួយលឺៗនៅពេលនេះអ្វីក៏បានអាចជាមួយពាក្យឬនិយាយឈ្មោះរបស់អ្នកសាកកត់សម្គាល់សាកមើលតើវាងាយស្រួលប៉ុណ្ណាសំឡេងចេញពីមាត់របស់អ្នកស្ទើរតែមុនពេលដែលអ្នកបានគិតសម្រេចចិត្តផងសាច់ដុំតូចៗរាប់រយកំពុងធ្វើការជាមួយគ្នាដើម្បីបង្កើតជាសំឡេងហើយអ្នកមិនដែលបានគិតអំពីវាឡើយអ្នកមិនបានរៀននិយាយដោយដែលអ្នករៀនគណិតវិទ្យាទេគ្មាននរណាម្នាក់អង្គុយបង្រៀនអ្នកថាត្រូវនិយាយយ៉ាងដូចម្តេចឡើយនៅពេលអ្នកនៅជាទារកអ្នកគ្រាន់តែស្ដាប់វាស្រូបយកវាពីសំឡេងជុំវិញខ្លួនហើយនៅពេលអ្នកមានអាយុប្រហែល3ឆ្នាំអ្នកអាចចាប់ផ្ដើមបង្កើតប្រយោគដែលប្រហែលជាគ្មាននរណាម្នាក់ធ្លាប់និយាយដូចគ្នាពីមុនមកសង្គមមនុស្សគ្រប់ទីកន្លែងនៅលើផែនដីមានភាសាមិនធ្លាប់មានសង្គមមនុស្សណាមួយត្រូវបានរកឃើញថាគ្មានភាសាឡើយដូច្នេះអ្នកប្រហែលជាគិតថាការនិយាយគឺជារឿងធម្មជាតិវាជារឿងជាក់ស្ដែងដែលសត្វឆ្លាតមួយចំនួនតូចគួរតែអាចធ្វើបានប៉ុន្តែចម្លើយពិតប្រាកដចម្លែកជាងនោះឆ្ងាយណាស់ព្រោះតាមពិតទៅមនុស្សប្រហែលជាមិនគួរអាចនិយាយបានតតែសោះហើយនេះគឺជាដំរុយដំបូងដែលបង្ហាញថាមានអ្វីមួយចម្លែកខ្លាំងកំពុងកើតឡើងការនិយាយអាចសម្លាប់អ្នកបានសម្រាប់សត្វថានិស័តភាគច្រើនផ្លូវខ្យល់និងផ្លូវអាហារត្រូវបានបំបែកចេញពីគ្នាយ៉ាងមានសុវត្ថិភាពខ្យល់ទៅតាមផ្លូវមួយអាហារទៅតាមផ្លូវមួយទៀតហើយផ្លូវទាំងពីរស្ទើរតែមិនជួបគ្នាឡើយប៉ុន្តែសម្រាប់មនុស្សមានអ្វីមួយខុសប្លែកប្រអប់សម្លេងរបស់អ្នកឬ larynx ស្ថិតនៅទាបជាងធម្មតាក្នុងបំពង់កវាបង្កើតឲ្យមានចន្លោះវែងមួយនៅខាងលើប្រអប់សម្លេងដូចជាបន្ទប់បន្លឺសម្លេងចន្លោះនេះអនុញ្ញាតឲ្យអ្នកអាចបង្កើតសម្លេងបានយ៉ាងច្រើននិងស្មុគស្មាញនេះហើយគឺជាមូលហេតុមួយដែលអ្នកអាចនិយាយបានប៉ុន្តែវាក៏ជាមូលហេតុដែលអ្នកអាចស្លាក់អាហាររហូតដល់ស្លាប់បានដែរអ្នកវិទ្យាសាស្ត្រ Philip Lieberman បានចំណាយពេលជាច្រើនឆ្នាំសិក្សាអំពីរចនាសម្ព័ន្ធដ៏ចម្លែកនេះគាត់បានលើកឡើងថាស្ទើរតែគ្មានសត្វណាមួយបានប្រថុយប្រថានដូចមនុស្សឡើយយើងបានផ្លាស់ប្ដូររចនាសម្ព័ន្ធបំពង់ករបស់ខ្លួនតាមរបៀបមួយដែលធ្វើឲ្យការញ៉ាំអាហារคล้ายជារឿងដែលមានហានិភ័យពិតប្រាកដហើយការវិវត្តនឹងមិនទទួលយកការផ្លាស់ប្ដូរដែលមានហានិភ័យដល់ជីវិតបែបនេះទេលុះត្រាតែអត្ថប្រយោជន៍ដែលទទួលបានមានតម្លៃធំធេងខ្លាំងដូច្នេះតើរង្វាន់នោះគឺជាអ្វីហេតុអ្វីបានជាបុព្វបុរសរបស់អ្នកប្រថុយនឹងការស្លាក់អាហារពីមួយជំនាន់ទៅមួយជំនាន់គ្រាន់តែដើម្បីអាចបង្កើតសម្លេងដែលកាន់តែស្មុគស្មាញដើម្បីឆ្លើយសំណួរនេះយើងត្រូវត្រឡប់ទៅអតីតកាលត្រឡប់ទៅឆ្ងាយណាស់ឆ្លងកាត់សម័យទីក្រុងឆ្លងកាត់សម័យកសិកម្មឆ្លងកាត់សំបីតែគំនូរនៅក្នុងរូងភ្នំដំបងត្រឡប់ទៅកាន់ពិភពលោកមួយដែលបុព្វបុរសរបស់អ្នកគ្រាន់តែជាសត្វស្វាដ៏ឆ្លាតវៃរស់នៅលើវាលដ៏គ្រោះថ្នាក់ជុំវិញពួកគេមានសត្វជាច្រើនដែលចង់ស៊ីពួកគេជាអាហារប៉ុន្តែត្រង់នេះយើងជួបបញ្ហាមួយការនិយាយមិនបន្សល់ជាហ្វូស៊ីលទេពាក្យសម្ដីមិនបន្សល់ឆ្អឹងគំនិតមួយដែលត្រូវបាននិយាយចេញមកកាលពី100,000ឆ្នាំមុនបានបាត់ទៅភ្លាមៗនៅពេលសម្លេងនោះរលាយបាត់ក្នុងខ្យល់ដូច្នេះអស់រយៈពេលយូរប្រភពដើមនៃភាសាហាក់ដូចជាសំណួរមួយដែលវិទ្យាសាស្ត្រមិនអាចប៉ះពាល់បានព្រោះគ្មានអ្វីសម្រាប់ជីករកឡើយប៉ុន្តែបន្ទាប់មកយើងបានរកឃើញអ្វីមួយមិនមែននៅក្នុងដីទេប៉ុន្តែនៅក្នុង DNA របស់អ្នកនៅក្នុងទសវត្សរ៍ឆ្នាំ1990អ្នកស្រាវជ្រាវបានជួបគ្រួសារមួយនៅទីក្រុងឡុងដែលត្រូវបានគេស្គាល់ថាជាគ្រួសារ KE សមាជិកជាច្រើនក្នុងគ្រួសារនេះមានបញ្ហាធ្ងន់ធ្ងរក្នុងការនិយាយមិនមែនដោយសារពួកគេខ្វះបញ្ញាទេប៉ុន្តែពួកគេពិបាកគ្រប់គ្រងចលនាតូចៗនៃមាត់ហើយពិបាកក្នុងការបង្កើតនិងប្រើរចនាសម្ព័ន្ធវេយ្យាករណ៍បញ្ហានេះកើតមានឡើងជាបន្តបន្ទាប់ក្នុងគ្រួសារហើយលំនាំរបស់វាបង្ហាញថាប្រហែលជាមានមូលហេតុតូចមួយនៅក្នុងហ្សែនអ្នកជំនាញផ្នែកហ្សែន Simon Fisher និងក្រុមរបស់គាត់បានស្វែងរករហូតដល់រកឃើញវាគឺជាហ្សែនមួយដែលមានឈ្មោះថា FOXP2 សារព័ត៌មានបានដាក់ឈ្មោះវាភ្លាមៗថាហ្សែននៃភាសាប៉ុន្តែការពិតមិនសាមញ្ញបែបនោះទេសូម្បីតែ Simon Fisher ក៏បានប្រុងប្រយ័ត្នក្នុងការពន្យល់អំពីវា FOXP2 មិនមែនជាប៊ូតុងវេទមន្តដែលបើកភាសាឲ្យដំណើរការទេប៉ុន្តែវាមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងចលនាល្អិតៗដែលខួរក្បាលត្រូវការដើម្បីសម្របសម្រួលបបូរមាត់អណ្ដាតនិងដង្ហើមឲ្យធ្វើការរួមគ្នាដើម្បីបង្កើតជាសម្លេងនិយាយហើយត្រង់នេះគឺជាផ្នែកដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនៅពេលអ្នកវិទ្យាសាស្ត្រប្រៀបធៀប FOXP2 របស់មនុស្សជាមួយនឹង FOXP2 របស់ជិមផាន់ស៊ីពួកគេបានរកឃើញភាពខុសគ្នាត្រឹមតែបន្តិចប៉ុណ្ណោះគ្រាន់តែការផ្លាស់ប្ដូរតូចៗមួយចំនួននៅក្នុងលំដាប់ DNA ក្នុងរយៈពេលរាប់លានឆ្នាំកន្លងមកគ្រាន់តែអក្សរបន្តិចប៉ុណ្ណោះអាចបែងចែករវាងសត្វមួយដែលអាចនិយាយបាននិងសត្វមួយដែលមិនអាចនិយាយពាក្យសម្ដីដូចមនុស្សបានសូមគិតអំពីវាគម្លាតរវាងអ្នកនិងសត្វមួយដែលមិនអាចនិយាយសូម្បីតែមួយពាក្យប្រហែលជាតូចជាងអ្វីដែលអ្នកធ្លាប់ស្រមៃប៉ុន្តែហ្សែនអាចប្រាប់យើងថាតើវាធ្វើដូចម្តេចវាមិនអាចប្រាប់យើងថាហេតុអ្វីនោះទេបំពង់កដែលត្រូវបានផ្លាស់ប្ដូរដើម្បីបង្កើតសំឡេងខួរក្បាលដែលអាចយល់ពីវេយ្យាករណ៍ទាំងអស់នេះគ្រាន់តែជាម៉ាស៊ីនមានអ្វីមួយដែលធ្វើឲ្យការបង្កើតម៉ាស៊ីនទាំងនេះមានតម្លៃគ្រប់គ្រាន់ដូច្នេះ
តោះត្រឡប់ទៅសំណួរពិតប្រាកដវិញតើការនិយាយមានគោលបំណងសម្រាប់អ្វីចម្លើយដែលមនុស្សភាគច្រើនគិតដល់មុនគេគឺការបរបាញ់ប្រហែលជាភាសាបានវិវត្តឡើងដើម្បីឲ្យមនុស្សអាចសហការគ្នាក្នុងការបរបាញ់ចង្អុលទៅសត្វធំមួយខ្សឹបប្រាប់ផែនការរៀបចំយុទ្ធសាស្ត្រវាស្ដាប់ទៅសមហេតុផលប៉ុន្តែបើមើលឲ្យចិត្តគំនិតនេះចាប់ផ្ដើមមិនសូវសមហេតុផលអ្នកអាចបរបាញ់ដោយស្ងៀមស្ងាត់ស្ទើរតែទាំងស្រុងសត្វចចកធ្វើបានសត្វតោធ្វើបានបុព្វបុរសរបស់អ្នកក៏អាចប្រើការមើលភ្នែកកាយវិការឬបោះដុំថ្មដើម្បីផ្ដល់សញ្ញាអ្នកមិនត្រូវការវេយ្យាករណ៍ដើម្បីចាប់សត្វក្តាន់មួយក្បាលឡើយដូច្នេះបើមិនមែនដោយសារការបរបាញ់តើដោយសារអ្វីត្រង់នេះហើយដែលអ្នកមនុស្សវិទូ Robin Anbar បានលើកឡើងនៅគំនិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយដើម្បីយល់ពីវាសូមមើលទៅកាន់សត្វ primates ផ្សេងទៀតសង្កេតមើលក្រុមស្វាឬសត្វ ape អ្នកនឹងឃើញថាពួកវាចំណាយពេលជាច្រើនម៉ោងក្នុងមួយថ្ងៃសម្អាតរោមឲ្យគ្នាទៅវិញទៅមកឬអ្វីចេញពីរោមមើលទៅវាដូចជាការសម្អាតខ្លួនប៉ុន្តែវាមានអត្ថន័យច្រើនជាងនោះការសម្អាតរោមឲ្យគ្នាគឺជាវិធីដែលពួកវាបង្កើតទំនាក់ទំនងនិងសម្ព័ន្ធភាពវាជួយបន្ថយភាពតានតឹងវាដូចជាការនិយាយថាខ្ញុំនៅខាងអ្នកវាគឺជាកាវដែលភ្ជាប់ក្រុមទាំងមូលឲ្យនៅជាមួយគ្នាប៉ុន្តែការសម្អាតរោមមានដែនកំណត់អ្នកអាចធ្វើវាជាមួយមនុស្សឬសត្វម្នាក់ក្នុងពេលតែមួយប៉ុណ្ណោះហើយនៅពេលក្រុមរបស់បុព្វបុរសយើងកាន់តែធំឡើងដែនកំណត់នេះក្លាយជាបញ្ហាធំมันមានពេលគ្រប់គ្រាន់ក្នុងមួយថ្ងៃដើម្បីរក្សាទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នាម្នាក់ម្ដងទៀតឡើយកាន់បាបានគណនាថានៅពេលក្រុមមានទំហំធំដល់កម្រិតមួយការសម្អាតរោមដើម្បីរក្សាទំនាក់ទំនងមិនអាចដំណើរការបានទៀតទេដូច្នេះតើអ្នកអាចរក្សាក្រុមធំមួយឲ្យនៅរួបរวมគ្នាបានយ៉ាងដូចម្ដេចនៅពេលអ្នកមិនអាចប៉ះពាល់ឬសម្អាតរោមឲ្យមនុស្សគ្រប់គ្នាអ្នកនិយាយជាមួយពួកគេនេះគឺជាទ្រឹស្ដីរបស់ Dunbar ភាសាប្រហែលជាបានចាប់ផ្ដើមដូចជាទម្រង់មួយនៃការសម្អាតទំនាក់ទំនងដោយសំឡេងវិធីមួយក្នុងការបង្កើតចំណងជាមួយមនុស្សជាច្រើនក្នុងពេលតែមួយប្រើសំឡេងជំនួសឲ្យដៃហើយអ្វីដែលមនុស្សនិយាយនៅក្នុងសម័យដំបូងនោះប្រហែលជាមិនមែនកំណាព្យមិនមែនទស្សនវិជ្ជាប៉ុន្តែទំនងជាការនិយាយដើមគេអ្នកណាធ្វើអ្វីអ្នកណាអាចទុកចិត្តបានអ្នកណាក្បត់អ្នកណាជារឿងដូចគ្នាដែលអ្នកធ្វើនៅកន្លែងធ្វើការនៅពេលញ៉ាំអាហារឬសូម្បីតែក្នុងសារដែលអ្នកផ្ញើទៅគ្នារាល់ថ្ងៃយើងភាគច្រើនមើលការនិយាយដើមគេថាជារឿងមិនល្អប៉ុន្តែ Dunbar បានលើកឡើងថាវាប្រហែលជាមូលហេតុមួយដែលធ្វើឲ្យអ្នកអាចនិយាយបានការនិយាយដើមគេគឺដូចជាការសម្អាតទំនាក់ទំនងសង្គមក្នុងល្បឿននៃសំឡេងសូមគិតអំពីរឿងនេះបន្តិចលើកក្រោយនៅពេលអ្នកកំពុងនិយាយអំពីនរណាម្នាក់នៅពេលដែលពួកគេមិននៅទីនោះអ្នកប្រហែលជាកំពុងប្រើកម្មវិធីមួយដែលចាស់ស្ទើរតែដូចមនុស្សជាតិខ្លួនឯងប៉ុន្តែនៅមានផ្នែកមួយទៀតហើយវាគឺជាផ្នែកដែលស៊ីជម្រៅបំផុតអ្នកអាចបង្រៀន chimpanzee ឲ្យចេះប្រើសញ្ញាមួយចំនួនអ្នកអាចបង្រៀនសត្វសេកឲ្យនិយាយត្រាប់តាមពាក្យប៉ុន្តែមានរឿងមួយដែលស្ទើរតែគ្មានសត្វផ្សេងទៀតអាចធ្វើបានដូចមនុស្សអ្នកស្រាវជ្រាវម្នាក់ឈ្មោះ Michael Tomasello បានចំណាយពេលជាច្រើនទសវត្សរ៍សិក្សាអំពីរឿងនេះវាមិនមែនជាវាខ្ចាក់សត្វទេវាគឺជាបំណងចម្លែកមួយស្ទើរតែដូចជាវេទមន្តបំណងចង់ចែករំលែកអ្វីដែលមាននៅក្នុងចិត្តរបស់អ្នកជាមួយចិត្តរបស់មនុស្សម្នាក់ទៀតមើលក្មេងមនុស្សម្នាក់ដែលមានអាយុ1ឆ្នាំមុនពេលនាងអាចនិយាយប្រយោគបានសូម្បីតែមួយនាងអាចចង្អុលទៅអ្វីមួយបក្សីមួយឡានមួយហើយបន្ទាប់មកនាងនឹងងាកមើលមកអ្នកដើម្បីពិនិត្យថាតើអ្នកក៏កំពុងមើលវាដែរឬអត់នាងមិនចង់បានបក្សីនោះទេនាងមិនកំពុងសុំវាឡើយនាងគ្រាន់តែចង់ឲ្យអ្នកចែករំលែកបទពិសោធន៍នោះជាមួយនាង Tomasello បានលើកឡើងថាសកម្មភាពតូចមួយនេះគឺជាអ្វីដែលសត្វផ្សេងទៀតស្ទើរតែមិនធ្វើនៅក្នុងធម្មជាតិ Chimpanzee អាចចង្អុលព្រោះវាចង់បានផ្លែចេកប៉ុន្តែក្មេងម្នាក់ចង្អុលដើម្បីនិយាយថាមើលនោះទៅមើលជាមួយខ្ញុំហើយកម្លាំងជំរុញនេះបំណងចង់យកគំនិតមួយចេញពីក្បាលមនុស្សម្នាក់ហើយដាក់វាចូលទៅក្នុងក្បាលមនុស្សម្នាក់ទៀតនោះហើយគឺជាម៉ាស៊ីនពិតប្រាកដនៃភាសាបំពង់កគ្រាន់តែជាឧបករណ៍បង្កើតសំឡេងប៉ុណ្ណោះសែនគ្រាន់តែជាប្រព័ន្ធបញ្ជាប៉ុន្តែបំណងប្រាថ្នាក្នុងការចែករំលែកអ្វីដែលមានក្នុងចិត្តគឺជាឥន្ធនៈបើគ្មានវាទេម៉ាស៊ីនទាំងអស់នៅលើពិភពលោកក៏នឹងនៅតែស្ងៀមស្ងាត់ដូច្នេះឥឡូវនេះអ្នកអាចមើលឃើញរូបភាពទាំងមូលហើយហេតុអ្វីបានជាបុព្វបុរសរបស់យើងចាប់ផ្ដើមនិយាយមិនមែនដោយសារការបរបាញ់ទេពួកគេបានផ្លាស់ប្ដូររចនាសម្ព័ន្ធបំពង់ករបស់ខ្លួនទោះបីមានហានិភ័យនៃការស្លាក់អាហារក៏ដោយព្រោះក្រុមមនុស្សកាន់តែធំឡើងត្រូវការអ្វីមួយថ្មីដើម្បីភ្ជាប់ពួកគេឲ្យនៅជាមួយគ្នាពួកគេបានជំនួសការប៉ះពាល់ដ៏យឺតនៃការសម្អាតរោមដោយថាមពលដ៏លឿននៃសំឡេងហើយពួកគេបានបំពេញសំឡេងនោះដោយការនិយាយដើមគេរឿងរ៉ាវការព្រមាននិងការសន្យាព្រោះការដឹងថាអ្នកណាអាចទុកចិត្តបានអាចជាភាពខុសគ្នារវាងការរស់និងការស្លាប់ហើយនៅក្រោមរឿងទាំងអស់នេះមានបំណងមួយដែលជាលក្ខណៈពិសេសរបស់មនុស្សបំណងចង់ឆ្លងកាត់ចន្លោះទទេរវាងចិត្តពីរហើយនិយាយថាតើអ្នកឃើញអ្វីដែលខ្ញុំកំពុងឃើញដែរឬទេ
នោះហើយគឺជាអ្វីដែលការនិយាយមានគោលបំណងសម្រាប់មិនមែនគ្រាន់តែដើម្បីបញ្ជាប៉ុន្តែដើម្បីភ្ជាប់គ្នាហើយវាបានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងនៅពេលគំនិតអាចផ្លាស់ពីចិត្តមួយទៅកាន់ចិត្តមួយទៀតវាលែងស្លាប់ទៅជាមួយមនុស្សដែលបង្កើតគំនិតនោះទៀតហើយការរកឃើញមួយអាចរស់រានបានយូរជាងអ្នកដែលបានរកឃើញវាចំណេះដឹងអាចកើនឡើងពីចំនួនមួយទៅចំនួនមួយមនុស្សចំនួនថ្មីមិនចាំបាច់ចាប់ផ្ដើមពីសូន្យទេពួកគេចាប់ផ្ដើមពីកន្លែងដែលចំនួនមុនបានបញ្ឈប់អ្វីៗគ្រប់យ៉ាងដែលអ្នកដឹងគ្រប់រឿងរ៉ាវគ្រប់ការព្រមានគ្រប់បំណែកនៃប្រាជ្ញាបានធ្វើដំណើរមកដល់អ្នកតាមរយៈស្ពានមួយដែលសង់ឡើងពីពាក្យសម្ដីស្ពាននោះត្រូវបានសាងសង់ឡើងដោយមនុស្សជាច្រើនដែលអ្នកមិនធ្លាប់បានជួបអ្នកមិនមែនគ្រាន់តែជាសត្វមួយប្រភេទដែលអាចនិយាយបានទេអ្នកគឺជាសត្វមួយប្រភេទដែលត្រូវបានបង្កើតឡើងពីអ្វីៗគ្រប់យ៉ាងដែលមនុស្សដទៃធ្លាប់និយាយមកកាន់អ្នកដូច្នេះសាក់និយាយអ្វីមួយឮៗម្ដងទៀតហើយលើកនេះសូមយល់ថាតើអ្នកពិតជាកំពុងធ្វើអ្វីអ្នកកំពុងប្រើបំពង់កដែលត្រូវបានផ្លាស់ប្ដូរតាមរយៈការវិវត្តប៉ុន្តែអាចធ្វើឲ្យអ្នកស្លាប់បានអ្នកកំពុងប្រើប្រព័ន្ធហ្សែនដែលមានភាពខុសគ្នាតូចៗបើប្រៀបធៀបជាមួយសត្វស្វាអ្នកកំពុងអនុវត្តសកម្មភាពសង្គមដ៏ចំណាស់បំផុតមួយរបស់ប្រភេទមនុស្សទាំងអស់នេះដើម្បីធ្វើរឿងមួយដែលចម្លែកបំផុតនិងជារឿងដែលជាមនុស្សបំផុតយកបំណែកមួយនៃពិភពលោកដែលមាននៅក្នុងចិត្តរបស់អ្នកហើយបញ្ជូនវាចូលទៅក្នុងចិត្តរបស់មនុស្សម្នាក់ទៀតសូមអបអរសាទរអ្នកបញ្ចប់នៅចម្ងល់របស់អ្នកហើយសូមកុំភ្លេច like and subscribe សម្រាប់វីដេអូថ្មីៗបន្តទៀត